Hi, everybody. Nice to see you again. Let's translate three more useful everyday English idiom with me. The first one here means into small pieces. Into small pieces. Tới chia bầm này tồi tồi. Okay, the book fell. Chân chậm nói cứ two bits in my hands. The book fell two bits in my hands. Chứng two bits you mean A and B. Chắc mình đây thà mỗi nào cóត្រូវដែរ A ក៏ត្រូវ A ក៏ត្រូវ C ក៏ត្រូវ sorry អញ្ចឹងចម្លើយគឺថាអូខេអញ្ចឹង two bits ណាគឺថាសភៅអឺវាលហិចខ្ទេចខ្ទីអស់នៅពេលដែលខ្ញុំកាន់វាអញ្ចឹងណាសភៅវាលហិចខ្ទេចខ្ទីអស់នៅពេលដែលនៅក្នុងដៃខ្ញុំអញ្ចឹងថាយើងកំពុងកាន់វាខ្លាយទៅជាវាលហិចខ្ទេចខ្ទីសារសភៅវាចាស់អញ្ចឹងណាអញ្ចឹងthe answer let's choose C. Does that A and C the same? All right, so we are correct. And the second one, also, wasn't informal, very much. Informal, very much. Right? ភាសាសំណាក់និយាយហើយមានន័យថាខ្លាំងណាស់ very much. I love my kids. ចឹង the answer is to beat. Okay, to beat. ចឹង to beat ក៏មានន័យថា very much ដែរចឹងខ្ញុំស្រឡាញ់កូនរបស់ខ្ញុំខ្លាំងណាស់ to beat. Okay. And last one, to develop a strong interest in or enthusiasm for something. To develop a strong interest in or enthusiasm for something. Okay, អញ្ចឹងidiom នេះគឺប្រែថាយើងคลายជាអូខេ develop យើងคลายជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅក្នុងអ្វីមួយ to develop a strong interest in មានคล้ายទៅជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅអ្វីមួយឬក៏ enthusiasm for something คล้ายទៅជាមានคล้ายទៅជាសុតិធិនិយមសម្រាប់អ្វីមួយអញ្ចឹងឧទាហរណ៍អូខេខ្ញុំសូមសម្រាយពាក្យនោះថាយើងคล้ายយើងមានចំណាប់អារម្មណ៍ទៅនឹងអ្វីមួយយ៉ាងខ្លាំងណាដែលយើងគិតល្អពីវាយ៉ាងច្រើនសុខទៅនិយមយើងមានអារម្មណ៍ល្អគិតល្អពីវាយ៉ាងច្រើនអញ្ចឹងណាវាអាចទៅជាទម្លាប់យើងទៅជាការចូលចិត្តយើងការចូលចិត្តរបស់យើងទៅលើអ្វីមួយអញ្ចឹងthe answer is be bitten by something អូខេចេះឧទាហរណ៍នេះ he's been bitten by the trouble bug អូខេអញ្ចឹងbug នេះគឺវាសំដៅទៅលើអ្វីដែលយើងចូលចិត្តធ្វើក៏ដូចជាលេងកីឡាឬក៏សកម្មភាពនានាដែលយើងចូលចិត្តធ្វើ bug ហ្នឹងវាហើយមានន័យមួយទៀតវាអាចទៅជាសត្វល្អិតចៃអញ្ចឹងទៅតែក្នុងន័យនេះវាទៅជាអ្វីដែលយើងចូលចិត្តធ្វើអូខេអញ្ចឹង he's been bitten by the trouble bug ហៅថាគាត់បើន័យត្រង់គាត់ត្រូវបានខំដោយចៃធ្វើដំណើរអញ្ចឹងណាដល់ចៃធ្វើដំណើរតែបើជានៃប្រៀបធៀបឬក៏នៃដែល idiom នេះវាមានន័យប្រែថាគាត់คล้ายទៅជាមានចំណាប់អារម្មណ៍ក្នុងការធ្វើដំណើរយ៉ាងខ្លាំងគេយ៉ាងខ្លាំង Okay, he's been beaten by the travel bug. He keeps wanting to travel from point A to point B all the time let's say អញ្ចឹងគាត់ចង់តែធ្វើដំណើរហ្មងនិយាយទៅនៅអត់សុខពេលជើងអត់នៅមួយកន្លែងទេចង់តែធ្វើដំណើរទៅរហូតនឹង so the answer is be beaten by something គេអញ្ចឹងម្ដងទៀត be beaten by something យើងคลายទៅជាមានចំណាប់អារម្មណ៍លើអ្វីមួយឬក៏សុតិធិនិយមទៅលើអ្វីមួយយ៉ាងខ្លាំង Okay, so that's it for today. Thank you so much, everybody. I'll see you tomorrow. Good luck and goodbye. Take care.